បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅវីដេអូមួយនេះវីដេអូនេះគឺខ្ញុំនឹងធ្វើការលើកយកនៅរបៀបកាត់លេខឆ្នោតតាមសុបិនយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាទុកជាចំណេះដឹងចំពោះបងប្អូនដែលនិយមតាមដានការកាត់លេខឆ្នោតតាមសុបិននេះបាទហើយវីដេអូនេះដែរគឺខ្ញុំបានធ្វើជាវីដេអូខ្លីៗគឺដោយដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនឹងចឹងគឺវាមានចំណុចជាច្រើនដែលតាក់ទងទៅនឹងការកាត់លេខឆ្នោតតាមសុបិនហើយខ្ញុំធ្វើជាវីដេអូខ្លីៗមួយដើម្បីងាយស្រួលក្នុងការដែលបងប្អូនទាំងអស់គ្នាធ្វើការស្វែងរកឲ្យត្រូវទៅនឹងសុបិនរបស់បងប្អូនទាំងអស់គ្នាឥឡូវកុំឲ្យខាតពេលវេលាយូរឥឡូវយើងចូលទៅចំណុចទី1ដែលចំណុចទី1ហ្នឹងគឺសុបិនឃើញមនុស្សអង្គុយស្ទូចត្រីបាទការដែលសុបិនឃើញមនុស្សអង្គុយស្ទូចត្រីគឺលេខឆ្នោតដែលយើងត្រូវកាត់ហ្នឹងគឺមានលេខ73 673និង678បាទហើយចំពោះរបៀបកាត់លេខឆ្នោតតាមសុបិនហ្នឹងគឺខ្ញុំបានដកស្រង់ចេញពីក្នុងកម្មវិធីមួយដែលមានឈ្មោះថាហោរាសាស្ត្របាទគឺបងប្អូនបើសិនជាចង់បានកម្មវិធីនឹងមកខ្លួនឯងដើម្បីងាយស្រួលក្នុងការស្វែងរកទុកប្រើគឺបងប្អូនអាចធ្វើការចូលទៅ download នៅក្នុង Play Store បានគឺគ្រាន់តែវាយថាហោរាសាស្ត្រខ្មែរអញ្ចឹងទៅគឺវាចេញហើយបាទហើយវីដេអូនេះដែរគឺអត់មានអីច្រើនទៀតទេគឺខ្ញុំបាទសូមចប់ដល់ត្រឹមនេះចាំជួបគ្នានៅចំណុចក្រោយជាបន្តទៀត